Đầm nào thà. Miênប្តីប្រពន្ធក្រីក្រមួយគូមានកូនស្រីដល់ទៅ17នាក់ដោយសារជីវភាពខ្វះខាតខ្លាំងពេកឪពុកម្ដាយក៏ដាច់ចិត្តនាំកូនទាំង17នាក់ទៅបោះបង់ចោលក្នុងព្រៃជ្រៅរហូតពួកនាងដើរវង្វេងចូលទៅក្នុងស្រុកយក្សដ៏គួរឲ្យខ្លាចយក្សបានចាប់ពួកនាងទុកឲ្យធ្វើជាអ្នកបម្រើយ៉ាងលំបាកវេទនាបំផុតថ្ងៃមួយនាងទាំង17នាក់បានលុបចូលទៅក្នុងប្រាសាទហាមឃាត់ហើយបានឃើញពីងទឹកមាសដ៏ស័ក្តិសិទ្ធិពួកនាងបានជ្រលក់ម្រាមដៃចូលរហូតទឹកមាសដិតជាប់លាងមិនជ្រះយក្សដឹងកំហឹងក៏ចាប់នាងទាំង17នាក់បោះចូលក្នុងអាងទឹកមាសដ៏ធំដើម្បីដាក់ទោសប៉ុន្តែជាអច្ឆរិយៈទឹកមាសនោះបានប្រែក្រឡារូបរាងពួកនាងឲ្យមានសម្បុរភ្លឺរលោងចែងចាំងដូចមាសគ្រប់គ្នាដឹងថាយក្សមានបំណងនឹងស៊ីពួកនាងជាអាហារមានកណ្ដុររស់ដ៏មានចិត្តមេត្តាមួយក្បាលបានមកជួយសង្គ្រោះវាបានខិតខំកាយរុងដីធ្វើជាផ្លូវសម្ងាត់អស់រយៈពេលកន្លះឆ្នាំពេញដោយបញ្ញានិងការតស៊ូកណ្ដុររស់បាននាំនាងទាំង17នាក់រត់ចេញតាមផ្លូវក្រោមដីរួចផុតពីក្រញាំយក្សដ៏សាហាវឆ្ពោះទៅកាន់នគរមួយដ៏ឆ្ងាយក្រោយមកព្រះរាជាបានរៀបអភិសេកយកពួកនាងធ្វើជាមហេសីទោះបីជាបានឡើងជាម្ចាស់ក្ត្រីប៉ុន្តែនាងទាំង17មិនបានបំភ្លេចគុណឡើយពួកនាងបានតែងតាំងកណ្ដុររស់នោះឲ្យក្លាយជាស្ដេចលើកណ្ដុរទូទៅនិងជាតំណាងឆ្នាំទី1នៃឆ្នាំទាំង12ដែលយើងហៅថាឆ្នាំជូតរហូតមកដល់សព្វថ្ងៃរឿងរ៉ាវនេះបានបន្សល់ទុកនៅមេរៀនដ៏មានតម្លៃថាមនុស្សយើងមិនត្រូវមើលងាយអ្នកដែលមានឋានៈទាបឬតូចតាចជាងខ្លួនឡើយព្រោះបញ្ញានិងសេចក្តីល្អមិនអាស្រ័យលើរូបរាងនោះទេម្យ៉ាងវិញទៀតការចេះដឹងគុណនិងតបស្នងសងគុណចំពោះអ្នកដែលធ្លាប់ជួយយើងក្នុងគ្រាក្រគឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់